អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាអង្គដែលច្រកនៅក្នុងថង់ឬក៏រងដ៏ជិតឈឹងមានសត្វខ្មោចនៅខាងក្នុងនោះជាច្រើនតាមពិតទៅខ្មោចបានពងដាក់ស្រូវតាំងពីមិនទាន់កិនមកម្លេះអញ្ចឹងហើយជាហេតុដែលធ្វើឲ្យវាមានខ្មោចនៅក្នុងការុងមួយនេះបន្ទាប់មកវាត្រូវបានកសិករប្រមូលផលហើយកិនវាคล้ายទៅជាអង្គរហូតបានคล้ายទៅជាអង្គដែលបានមកដល់ផ្ទះយើងនាពេលបច្ចុប្បន្ននេះខ្មោចអង្គមានប្រវែងត្រឹមតែ 2.4 និងទៅ 2.9 មីលីម៉ែត្រតែប៉ុណ្ណោះប៉ុន្តែវាមានច្រមុះទូចស្រួចមុតស្រួចដោយស្វានអគ្គិសនីមួយដែលអាចចោះគ្រាប់អង្គបានយ៉ាងងាយខ្មោចញីចោះគ្រាប់អង្គរួចពងដាក់នៅក្នុងគ្រាប់អង្គដើម្បីបង្កើតបានជាកូនចៅតពូជរបស់វាបន្ថែមទៀតហើយវាបានបញ្ចេញជាតិពណ៌សម្យ៉ាងបិទរន្ធដែលវាបានខាយនោះដែលយើងមិនអាចមើលឃើញថាវាជាអ្វីនោះទេនៅពេលសីតុណ្ហភាព20 អង្សាសេពងខ្មោចនឹងញាស់ទៅក្លាយជាដង្កូវកូនខ្មោចនៅក្នុងអង្គនោះវាស៊ីសារធាតុចិញ្ចឹមពីអង្គហើយវាធំធាត់ឡើងក្លាយទៅជាដុកដឿមួយហើយពេលវាពេញវ័យវាត្រូវការរយៈពេល30ថ្ងៃដើម្បីបំពេញវ័យរបស់វាខ្មោចញីមួយក្បាលអាចពងបាន500ពងហើយនៅពេលដែលវាពេញវ័យវានឹងអាចបង្កកំណើតរហូតដល់រាប់លានកូនថែមទៀតដំណើរនេះធ្វើឲ្យវាស៊ីពោតនិងអង្គរហូតក្លាយទៅជាម្សៅឬគ្រាប់ធញ្ញជាតិផ្សេងទៀតបើសិនបើយើងដាក់ខ្ទឹមសនៅក្នុងអង្គវាក៏អាចជួយកាត់បន្ថយសត្វខ្មោចនេះឲ្យស្បើយជាងមុនដោយសារតែក្លិនឆួលរបស់ខ្ទឹមវាអាចដេញសត្វខ្មោចមួយចំនួនបានប៉ុន្តែវាមិនអាចកម្ចាត់ពងខ្មោចនៅក្នុងគ្រាប់អង្គបានទេវិធីសាស្ត្រដ៏ល្អបំផុតដែលចង់កម្ចាត់ខ្មុលឲ្យដល់ឫសគល់របស់វាគឺត្រូវយកអង្គទៅដាក់នៅក្នុងទូទឹកកកដែលជួយបង្កឲ្យខ្មុលទាំងអស់នោះស្លាប់តែម្ដងបើសិនបើអ្នកទទួលទានចំពងខ្មោចនោះអ្នកកុំបារម្ភអីវាគ្រាន់តែជាប្រូតេអ៊ីនបន្ថែមដល់ខ្លួនអ្នកតែប៉ុណ្ណោះ